សួស្តីអ្នកគ្នាថ្ងៃនេះយើងនឹងមកជួបគ្នាម្ដងទៀតហើយថ្ងៃនេះមកធ្វើការចែករំលែកអំពីការពូកូដចូលទៅកាន់ GitHub និងធ្វើការ deploy project front end របស់យើងនឹងជាមួយនឹង Vercel អញ្ចឹងដើម្បីអាចធ្វើឲ្យបានមុនដំបូងយើងត្រូវធ្វើ project របស់យើងខ្លួនសិនមកពេលយើងធ្វើបញ្ចប់ project របស់យើងដាច់ខាតទៅមាន file index.html មួយដើម្បីអាចធ្វើការ deploy បាន deploy នៅលើ Vercel បានឬក៏នៅលើ GitHub ផ្ទាល់បានបើយើងអត់មាន file index.html ហ្នឹងទេគឺយើងក៏អាច deploy នៅលើ GitHub ឬក៏ Vercel ឬក៏ platform ផ្សេងៗទៀតបានដែរអញ្ចឹងយើងទៅមើល step by step ដើម្បីធ្វើការអាចធ្វើការ pull code ចូលទៅកាន់ GitHub ហើយនឹងធ្វើការ deploy វាបាននៅលើ Vercel អញ្ចឹងមុនដំបូងយើងត្រូវពេលបើសិនអ្នកនរគ្នាអត់មាន Git ត្រូវ download Git ជាមុនសិនព្រោះអ្នកគ្នាវាយទៅ Git ចឹងមកហើយចូលមកដល់កន្លែងហ្នឹងចុច install for Windows ដល់មកទៀតត្រូវ download មួយទៀតគឺ GitHub Desktop បើអត់down GitHub Desktop ហ្នឹងទេអ្នកគ្នាក៏អាច config វាតាម Git bash ដាក់ password អីចឹងទៅប៉ុន្តែពេលយើង down GitHub Desktop ហ្នឹងវា pin គ្នាឲ្យ for auto ហ្មងចឹងវាអត់បាក់ទេចឹងអ្នកគ្នាអាច down IDE ពីរហ្នឹងបាន down នេះមកដូចជា IDE ចឹងបើខ្ញុំមាន CI ចឹងខ្ញុំអត់ធ្វើការ download ទៀតទេនេះគឺខ្ញុំមានទាំងពីរគឺទាំង Git bash Git ហ្នឹងឯងគឺ Git bash ហើយ Git Desktop គឺខ្ញុំមានទាំងពីរខ្ញុំអត់ down ទៀតទេតទៅពីយើង down ពីនឹងមួយអស់ហើយអ្នកគ្នាបើអត់ចេះដល់នេះអាច research YouTube មើលថាបានហើយពេលដល់កម្មវិធីទាំងអស់ហ្នឹងរួចហើយយើងត្រូវមាន account GitHub យើងអាចបង្កើតមកពេញ Gmail ពេញអីធម្មតាcòn យើងវាយ GitHub ហើយយើងបង្កើត Gmail កណ្ដិច Gmail អីមកវាចូលមកអញ្ចឹងហើយចូលមកអញ្ចឹងវាចូលមកដល់អញ្ចឹងមុនដំបូងយើងត្រូវបង្កើតយក line new នេះវានឹងឃើញផ្ទាំងបែបហ្នឹងហើយឃើញផ្ទាំងបែបហ្នឹងយើងយកពាក្យ new មកដល់មកទៀតវានឹងលោតពាក្យថា create new repository ហើយ general កន្លែងនេះកន្លែងឈ្មោះ repo របស់យើងដាក់អីគេយើងដាក់ថាtest ដាក់ថា test ចោលទៅហើយកន្លែងនេះខ្ញុំដាក់ public បានបើយើងចង់ដាក់ private យើងដាក់ private ទៅយើងដាក់ public យើងដាក់ public ទេគឺមើលឃើញទាំងអស់ដាក់ private ទៅមើលឃើញតែយើងទេឬក៏ teamwork របស់យើងទេអញ្ចឹងដាក់ public មកហើយយើងមិន add file readme ទេណាក៏គេធំនេះគេ add តែធម្មតាវាមានសាច់ទេហើយចុច create repository មកចុច create ឥឡូវគឺយើង create repository យើងបានហើយ repo ហ្នឹងភាពដូចជាកន្លែងមួយសម្រាប់ទុកកូដរបស់យើងបែងចែកជាផ្នែកផ្សេងៗគ្នាអញ្ចឹងហើយយើងត្បូងខ្ញុំយល់ basic សិនទៅយើងកុំដល់នេះពេកថាយើងអាចកូដចូលវាបានពីរបៀបណាចាំយើងរៀនវាទៅ step by step អញ្ចឹងពេលយើងបង្កើត repo ហើយយើងក្លំកូដរបស់យើងវិញដាច់ខាតដូចខ្ញុំនិយាយអញ្ចឹងត្រូវមានfile index.html មួយមិនថាអ្នកនរមាន file ច្រើនប៉ុណ្ណាទេដាច់ខាតត្រូវមានតា index.html នេះមួយហើយអា file ផ្សេងៗដាក់ឈ្មោះផ្សេងៗតាមហ្នឹងទៅតាម feature ផ្សេងៗទៅអានេះដោយសារវាមិនជា framework អីទេគ្រាន់តែមាន framework ក៏ React ឬក៏ Angular ទេនេះគាត់ជា HTML CSS ធម្មតាទេគាត់ជាការចែកលេខហើយបើចឹងជា React ឬក៏ Angular ឬក៏អីគឺធ្វើដូចគ្នាទេអញ្ចឹងបន្ទាប់ពីយើងកើតវាហើយដូចខ្ញុំនិយាយមកអញ្ចឹងយើងត្រូវមាន Git នេះ Git ហ្នឹង Git ទេត្រូវមាន Git ហ្នឹងមួយហើយនឹង Git desktop អញ្ចឹងមួយទៀតត្រូវមានពីរហ្នឹងបានអាចវាយ comment នៅកន្លែងនេះស្គាល់បាននេះ comment នៅកន្លែង terminal នេះស្គាល់បានបើអត់មានអាពីរមិញហ្នឹងគឺវាយ comment ទៅអត់ស្គាល់ទេអញ្ចឹងត្រូវដល់ជាមុនសិនបើអត់ចេះទេអាច search មើល YouTube ថាអញ្ចឹងដាច់ខាតដូចខ្ញុំនិយាយតែដែរអា file នេះតែមានដាច់ខាតយើងបែងចែកវាជាក្រុមជាដើមដាច់ខាតមក CSS អីចឹងមកអញ្ចឹងតទៅពីយើងបង្កើត repo ហើយយើងអូសមើលម្ខាងក្រោមមកវាឃើញនេះcreate a new repository on command line អញ្ចឹងយើងត្រូវធ្វើការវាយ command line ទាំងអស់វាយមកក្នុង terminal កន្លែងនេះអញ្ចឹងយើងអាចវាយមកមុនដំបូងគឺអានេះអត់លើនេះមិនវាយទេយើងវាយ git init នេះមក git init enter មកហើយគឺចេញអញ្ចឹងន័យថាជោគជ័យនេះទៅមកទៀតយើងវាយ command មួយទៀតគឺ git យើងមិន copy ទាំងអស់ហើយកន្លែងនេះយើង copy តែ git add ទេមកហើយយើងដក clear ចុចមួយមកយើងអាច edit នេះទេយើងអាចចាំបាច់ដាក់ file readme ទេបើproject ធំអី react អីមាន CSS អស់ហើយយើងអញ្ចឹងយើងវាយតែ git add ហើយដក clear មួយ enter មកយើងអាចវាយដោយដៃបានមិនចាំ copy បានវាយដោយដៃបានតែនេះចង់លឿនហើយយើងវាយ copy មកគេមួយទៀត git commit អានេះ copy ទាំងអស់មកអានេះ commit ថាកន្លែង commit នេះអ្នកនាងចង់ដាក់ថាអីក៏បានដែរស្រេចតែយើងចង់ដាក់ថា hello world hello អីក៏បានដែរហើយអញ្ចឹងយើងដាក់ហើយយើង enter ម្ដងទៀតមក
វាអត់ស្គាល់គេធ្វើនេះxongហើយភាសាមិញខ្ញុំបញ្ជាក់នឹងពុះចូលភាសាវាហើយវាអត់ស្គាល់ពុះខែខ្ញុំលុបក្រាញ់ចោលទៅបីចោល remote បីចោលអស់ទៅម៉ែ remote ទៅremote មកឲ្យបាទដោយសារកន្លែងនេះវាយអ្នកគ្នាវាយធម្មតាវាដើរទៀតដោយសារតែមិញបញ្ជាក់នឹងខ្ញុំធ្លាប់ពុះចោលហើយពុះចូល GitHub ហើយក៏ធ្លាប់ deploy ហើយដែរតែខ្ញុំលុបវាចោលវិញដើម្បីធ្វើវីដេអូខ្ញុំអត់មានកូដអីផ្សេងខ្ញុំ filter ចឹងទៅក៏ធ្វើចឹងទៅប៉ុន្តែកន្លែង Git commit នេះវាយទៅដើរធម្មតាទេចឹងពេលវាយហើយយើងគេ remote ហើយយើងវាយគូពុះ origin មែន copy របស់គេយើងដាក់ទាំងអស់ទេសួរទេគាត់ copy ដាក់ហើយចាំនេះតិចទៅវាកំដំណើរការតែកន្លែងនេះខ្ញុំនិយាយចឹងហើយធម្មតាដើរទេដោយសារតែខ្ញុំមានប្រាញ់ផ្សាយតែខ្ញុំ remove វាចោលអត់មានជីកធ្វើវីដេអូចាំតិចទៅអ្នកគ្នា slow មកចាំវាធម្មតាលឿនទេអ្នកតែនេះផ្សាយ remote ចុះឡើងចុះឡើងមិន delete remote ប្រាញ់មកដងហើយ remote ប្រាញ់មកដងហើយឥឡូវពេលវាយប៉ុណ្ណឹងអស់ហើយវា success ចឹងហើយយើងមក refresh កន្លែង GitHub យើងមកចុច refresh មកឥឡូវកូដរបស់យើងទាំងអស់ដែលមានមិញគឺវាចូលក្នុងនឹងអស់ហើយនេះទាំងភាពទាំងអីគឺវាចូលមកអស់ហើយទាំងភាពថៃគ្រូឆ្មាតែយើងនឹងចូលមកហើយឥឡូវពេលវាចូលមកដល់ GitHub យើងហើយយើងត្រូវធ្វើឲ្យទៀតពេលវាចូលដល់ GitHub យើងហើយយើង step បន្ទាប់របស់យើងគឺចូលទៅកាន់ verse ដើម្បីធ្វើការ deploy នេះមានន័យថាកូដរបស់យើងមាននៅក្នុង GitHub របស់យើងហើយនៅក្នុង account GitHub របស់យើងហើយយើងចង់អឺ send URL គូនេះ copy អានេះទៅយកដាក់ទៅចុចចូលមកបានហើយអញ្ចឹងទៅកាន់ verse ដល់ verse លើ email នេះអត់មានទៅទៀតនេះបាទនេះចូលកាន់ verse យើងវាយយកមក CL ចឹងមកបាទអ្នកនេះក៏អាច deploy នៅលើ GitHub ផ្ទាល់បានដែរតែខ្ញុំខាត់ deploy លើ GitHub យូរភ្លេចអស់ hosting deploy ពេលអានេះចុចចូលមកធម្មតាយើងត្រូវ connect មក email មកអីធម្មតាប៉ុន្តែដោយសារតែខ្ញុំមានវាអីចឹងវាអត់ធ្វើការ connect អីចឹងសារទេតែ slow សុំធ្វើការរងចាំបន្តិចវាសារវា slow ពេកចាំតិចចុចនេះបណ្ដោយបាទចុចជីកនេះមកចុចដៃនេះមកមិញគេគេចុចកន្លែងនេះ new នេះ add new នេះហើយយក new ជីកនេះមកហើយយើងយក import នេះតែនេះគេមិញអានៅក្នុងខ្លាញ់ហើយយើង connect មួយ GitHub យើងហាពេល version ហ្នឹងយើងដល់ពេលយើងបង្កើតហ្នឹង connect មួយ GitHub យើងដើម្បីអាចយកអា code នៅក្នុង GitHub នេះនេះឃើញខ្លាញ់យើងឈ្មោះ test នេះហើយអានេះក៏មាន test នេះដែរនេះអញ្ចឹងដោយសារតែយក version connect មួយ GitHub account មួយហ្នឹងអញ្ចឹងទើបវាអាចមានកូដនៅក្នុង GitHub មួយហ្នឹងមក load នៅលើ account version មួយហ្នឹងអញ្ចឹងបានយើងអាចធ្វើការ deploy ជាមួយនឹងversion បានបើទេអ្នកនរអាច deploy នៅក្នុងនេះផ្ទាល់ខ្លួនកន្លែងណានេះភ្លេចបាត់ដែរតមកទៀតយើងចុច import មក import ហើយយើងដាក់ឈ្មោះបច្ចេកយើងដាក់ទៅអីដាក់មិនភាសាបច្ចេក PLS តែប្រហែលជាអត់ចេញរូបភាពទេ PLS system ហ្នឹងទៅហើយអានេះជាមិនធ្វើអីទេដោយសារនេះX អីទេអានេះយើង HTML ធម្មតាអត់ធ្វើអីទេហើយអត់មានអីទេតែប៉ុណ្ណឹងដាក់តែឈ្មោះបច្ចេកហើយចុច deploy យកហើយនិយាយ deploy មកអត់ឲ្យទៀតដោយសារធ្លាប់មានដាក់តេសដែរមកតេសដែរហើយធ្វើសញ្ញា underscore អីណា project name can be up to merge character long lower there តែ wait តែវា GitHub មិនដាក់ជាដាក់ចុចrồiហើយឲ្យទៀតនេះចុះđường đây em include letter flowing ធ្វើស្អីសម័យយើងធ្លាក់មួយវាសិនមកវាកាត់អីវាជាប់ផ្ទៃមកយើងធ្លាក់មួយសិនសារវា slow ពេកអីហ្នឹងវាជាប់អី slow ដល់ស្រាប់ហើយទៅស្រាប់ slow ណាស្រុកវីដេអូទីសិនអ្នកនេះ
Mà bên nhỏ nhiều bên nhà lấy đặt cái hàng lại bọn nào đã cải tiến đấy nè nó là tầm mặt mặt thôi mình là đại vào sai chứ đã underscore tới đi chọn chân thấy gì tờ refresh là sai đi slow vì lấy deploy bà ấy tại vì đang chạy nhỏ tí và option thì tại sao là thì cứ mình chạy thì bà nhà như deploy mà chạy chân đi tha chỉ dưỡng deploy error rồi thì đãทำไมcho mọi người đã not found xin này nè document về mà error kì còn error sao lot found it I unresolved môi vợ squad đi ra đấy chị nhưng thị trấn cứ đặt tới chị HTML đang được tranh chẳng chẳng tay sẵn sụp sụp chờ gì sao là nào khi nhau màu với nháy mùa là hai thì dương để xa tại bây giờ lấy tu và mùa là hai để xa tại vì tranh mình sẽ lấy giấy và sẽ lấy phải về nhận để xa tại vì tranh nhà buôn rồi buôn rồi pha nó để xa tại vì ở miền là pha thì giờ xe nó khá khéo chẳng nhưng thời cả pha muối nên cả pha muối nó hay đặt cho mùi tha nè vừa xe đồ chế son nhân nó hay copy code mình đang chưa tôi đặt từ chưa đặt cho không pha từ và bên khá khéo kêu đó chạy trong dòng copy code đang đặt được không comment nó không comment nào chẳng trong mà tiết nhưng mà deploy vì sao mấy check mình check deploy friend mùi slow nó bà rồi giờ tao biết tên slow nè slow bà thử hiện cả thì vài cho xin slow thì tôi sẽ chăm thấy giọng nghe từ slow mình nghe tập lại tập bị dân ban add file នឹងហើយពីយើងបាន add file នឹងចូលមកក្នុង project របស់យើងហើយតែ add នៅ carry ខ្ញុំនិយាយគាត់ឲ្យខ្ញុំ copy ឲ្យយើងត្រូវ push វាទៅ code push ទៅGitHub យើងសារទៀតហើយការម្ដងទៀតហ្នឹងយើងអត់វាយ command ដូចទាំងអស់នេះសារទាំងអស់នេះទេណាយើងវាយតែប៉ុណ្នេះវាយតែ3 command នេះវាយ git add git commit git commit យើងដាក់ថា fake ចាស់ fake ចឹងទៅហើយ git push ហ្នឹងមកហើយប៉ុណ្ណឹងទៅយើងទៅ deploy សារទៀតគឺជោគជ័យហើយដោយសារតែវាមាន file index HTML នេះនៅក្រៅមួយបើអត់ទេអ្នកនរអត់ដាក់នេះក៏បានដែរគ្រាន់តែអ្នកនរត្រូវកបែក file index.html នេះមកក្រៅមួយចាំមកទីមកក្រៅក្រៅ folder ទាំងអស់ឲ្យវានៅក្រៅអស់មក deploy ទៅដែរអញ្ចឹងតែខ្ញុំខ្ជិលទាញគេថាខ្ជិល report អីឆ្ងាយអញ្ចឹងដាក់ file verse.json នេះមក deploy បានដូចគ្នាអញ្ចឹងយើងចូលមកកាន់ verse យើងវិញយើង refresh អានេះមួយslow មែនតើឥឡូវវាចូលមើល GitHub យើងវិញទៅមើល GitHub យើងមើលវាមកនៅ refresh មួយបាទមិនមកអា fix មិញហ្នឹងនេះ fix ហ្នឹងមកហើយអញ្ចឹងយើងមកក្នុងនេះវិញហើយយើងធ្វើការចូលក្នុង verse យើងវិញចុច import ដែរហើយយើងដាក់ឈ្មោះដូចដើម slow ទៀតដែរបាទដាក់អញ្ចឹងមកដាក់ដូចវាអញ្ចឹងមកអ្នកគេចង់ដូរឈ្មោះក៏បានដែរតែវាមានលក្ខខណ្ឌមានដែរដូរលក្ខខណ្ឌវាទៀតក៏អត់ចេញដែរដាក់តេស្តទៅហើយចុច deploy មកមិនជើអីបើអ្នកគ្នា deploy មួយ project React deploy មួយអីចឹងដូចជា Go e Flash អីចឹង Flash API ចឹងអ្នកគ្នារើសបានតែនេះយើង deploy HTML ធម្មតាយើងអត់កើតទេចឹងមិនជើអីទាំងអស់ហើយមិនកែទាំងអស់យើងដាក់តែឈ្មោះproject ពីរយើងចង់ deploy ហ្នឹងហើយយើងចុច deploy ដែរ project already exist មានអីយើងទៅលុបចោលវិញជាមើលកន្លែង project យើងហើយយើងលុបចោលវិញទៀតដោយសារយើងមានហើយតែយើង deploy អត់ជោគជ័យទេអញ្ចឹងយើងទៅ deploy xongហើយលុបចោលវិញពីចោលទៅ
Thì cho mua nhưng mà đã nhưng mà bọn này theo trong group cháu chút tôi cho mấy trong group cháu mà họ làm thêm bờ bị đau cho mình lấy cháu hay chẳng những thứ ai rồi vì sao mi bà này như hồn mà sau thì là bà trăm tay mà nhưng đâu tại chung môi được khó khăn đấy của việc deploy trên này mà có deploy trên này tại người ta gọi là tránh như tại vì chỉ lại xài đây này trăm bị slow và lấy dương ngồi deploy mà bây giờ chung đâu cái này đã chung đây đi làm gì mà nhá slow đó là nè tao nói đã chung nói cho deploy vô mà rồi nó được đăng viên đăng 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 để ta hỏi ta đăng cho những việc đó việc không được xe đẹp này để sao nhắm slow về internet này nè để đăng thực hiện cho những việc đó trên mà theo score rồi mày cho mày chơi từ mười mà score này người này score rồi mày đấy score này anh dân ban link link qua cái chiếc kia bây giờ rồi thư là nó thư photo đấy chỉ không đã và nó mới quay ra với mà chỗ ăn vừa rồi dân với những chơi continue chúng ta số đó hai dân mà đào thành hai dân chơi lại mệt lại đi đó cho ngoài chẳng như cho kia mới dân copy lại đi các bạn đi lại nhân ở kia đó các bạn hai dân đó cứ đi kia là đấy mà tiền vừa đi mà cho lại Sydney cho lại Asia thế nào đi Sydney nó hai dân copy liên đi theo ai kia đấy cái chơi mới thích cười nhé rồi có cái bật xe thế nào đấy đi ở đó mình check bấm lên xe này ta lấy trên này nè trên sugo nè cái copy nó đợi kia đấy copy mà đã như thế copy trên này kia copy trên này kia copy ở giữa đấy từ cơ anh ấy có trên này kia copy này kia các bạn kia mà đã trên này kia tại vì mình là đi trên này kia điแต่มันยังไง Video របស់យើងគឺមានតែប៉ុណ្្នឹងដែរអរគុណដែលបានទស្សនាវីដេអូដល់ចប់រៀងរាល់លាខអរគុណ